Ok, so stay បងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំថ្ងៃនេះសូមបង្ហាញបងប្អូនអំពីរបៀបដែលយើងបិទនៅ auto brake ឬក៏បិទនឹងសលេងដែល low speed ហ្នឹងតែមុននឹងយើងចាប់ផ្ដើមធ្វើការបើកបររថយន្ត Mazda EZ6 ដោយសារតែនៅបរិបទដែលស្ទះចរាចរណ៍ខ្លាំងជាងយើងបើយើងដាក់ auto brake ទៅវាអាចមានបញ្ហាបង្កផលប៉ះពាល់របស់យើងអញ្ចឹងណាជាងហើយយើងចង់ដឹងពីរបៀបបិទទាំងអស់គ្នាមុនយើងធ្វើដំណើរគឺយើងចុចទៅលើ screen របស់យើងមកនៅលើរូបឡាននេះយើងចុចមកយកពាក្យថានេះ driver assistant ហើយ color នេះយើងយកពាក្យថា safety assistant អូខេយើងនឹងឃើញពាក្យថា autonomous emergency braking គឺបានថាវា auto brake ពេលយើងធ្វើការ turn off ទៅវានឹងលោតខាងលើនេះសញ្ញានេះគឺវាបានបិទហើយបន្តមួយទៀតដោយសារតែឡានអគ្គិសនីគឺជាឡានដែលស្ងាត់ជាងហើយបើយើងមិនចង់ឲ្យមានសម្លេងរំខានដល់ពេលយើងបើកយឺតយើងអាចបិទមួយទៀតនៅកន្លែងនេះចុចទៅឡានដូចគ្នាហើយយើងយកពាក្យថា sound ហើយយើងអមមកក្រោមយើងឃើញពាក្យថា low speed alert sound បានថាដល់ពេលយើងបិទទៅវានឹងនេះហើយដល់ពេលដែលយើងជិះយឺតគឺវាលេងលឺសលេងហ្នឹងហើយនេះបើយើងលឺសលេងប៉ុន្តែមានកន្លែងមួយទៀតយើងអាចធ្វើ short cut បាននៅកន្លែងនេះខ្ញុំចុចទៅលើប៊ូតុងហ្នឹងទៅលើនេះវាដាក់ថា disable ឃើញទេខ្ញុំចុចប៊ូតុងនេះវិញហើយនេះវានឹង enable វានឹងលឺសលេងshort cut នេះខ្ញុំនឹងប្រាប់នៅវីដេអូបន្ទាប់អូខេអរគុណច្រើនបងប្អូនអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូបន្ទាប់ទៀត